ស្ដីអ្នកទាំងអស់គ្នាក៏ដូចជាជំរាបសួរនេះកំពុងចេញដំណើរដល់ពាក់កណ្ដាលផ្លូវគឺដើររកតំពាំងព្រិចបងប្អូនហើយនេះដើររកតំពាំងបងប្អូននឹងរកបានទេនេះបងប្អូនឥឡូវយើងដើរមករកបានពាំងបដើហើយនេះខ្ញុំលុកដៃកាច់ចិនបងប្អូននេះអូបានមួយហើយដល់បាន4 10ហ្នឹងមកសឡោហើយទៅពាំងបានមួយបងនេះមួយទៀតបងប្អូននេះបានមួយទៀតហើយទៅពាំងព្រិចនេះបានមួយទៀតបងប្អូននេះពាំងព្រិចនោះ2 3ទៀតនៅក្នុងបងប្អូននេះជ្រៅមកនេះបានមួយទៀតនេះបាន4ហើយបងប្អូនពាំងទូចពាំងព្រិចបងប្អូននេះបងប្អូនមិនចូលមកគុំទៅនេះបាន2 3ដែរបងប្អូនមិនឥឡូវយើងដើរទៅគុំស័យកន្លែងនេះក៏បានក្រាក់ក្រែលខ្លះបងប្អូនស័យនេះភ្លើងព្រៃឆេះក៏បានទៅពាំងទូចពាំងព្រិចខ្លះបងប្អូនមិនបានចង់4 10ជាងហើយបងប្អូនឥឡូវយើងដើរទៅត្បូងតិចក៏បានមួយសឡោមិនបានចិត្តមួយសឡោឲ្យបងប្អូននៅម៉ូតូយើងបងប្អូនដើរម្ដងនេះបងប្អូនបានមិនអានេះបានមួយទៀតហើយបងប្អូននេះបានមួយទៀតទៅពាំងព្រិចបងប្អូនទូចហ្នឹងគេហៅទៅពាំងព្រិចបងប្អូនវានៅទូចឆ្ងាញ់ណាបងប្អូនទៅពាំងទូចចឹងបងប្អូនហើយនេះក៏មិនសូវសម្បូរទៅពាំងដែរព្រោះមេឃក៏មិនតាន់ភ្លៀងបងប្អូននេះរកបាន4ទៀតនេះឮសលេងតៅវ៉ៅយំទូវូបងប្អូនស្អណោះមេឃភ្លៀងដងតៅវ៉ៅយំចឹងបងប្អូនដល់ចុះមកដល់ក្រោមបងប្អូនតាមនេះសារៈព្រៃអាស័យព្រៃអីក៏បានពាំងព្រិចទូចពាំងទូចខ្លះព្រោះខែហ្នឹងភ្លើងឆេះបងប្អូនភ្លើងព្រៃឆេះចឹងក៏បានទៅពាំងខ្លាចូលកន្ទុកជួបព្រៃអាស័យនេះម្ដងក៏បានខ្លះបងប្អូនបានតែ4 5ទៀតមកសឡហើយបងប្អូនដល់ព្រៃអាស័យនេះក៏បានទៅពាំងព្រិចខ្លះចូលបានធំនេះមួយបងប្អូននេះធំនេះមួយបានមួយនឹងទៀតតោះហើយយើងដើរប្រចាំទៅខាងនោះវិញបងប្អូនក៏បានខ្លះផ្លូវចុះទៅមិញបងប្អូនទៅមិញបាន1 2ហើយនឹងដាក់ថង់នៅដៃម៉ូតូបានរៀងក្រែលបងប្អូនមិនចូលកន្លែងនេះបាន4ទៀតបងប្អូននេះបាន4ទៀត4តូចនេះប៉ិនគ្នាល្អចូលកន្លែងនេះមិនបានហើយយើងវាដើរទៅម៉ូតូម្ដងបានមួយសឡបានចង់20ជាងឯងបងប្អូនហ្នឹងគ្រាន់ណាយើងដើរនេះដល់ផ្លូវគេឡានដឹកដីបងប្អូនផ្លូវឡានដឹកដីចូលទៅក្នុងទៅខាងគេវាយថ្មខាងក្រុមហ៊ុនមកគេបងប្អូននិយាយទៅគឺយើងបានពាំងប្រហែលជាមួយសឡហើយបងប្អូនវីដេអូខ្ញុំមានប៉ុណ្ណឹងបងប្អូនអរគុណច្រើនដែលបានទស្សនា